កងទ័ពស៊ីឈ្នួលទាំង5ដែលគួរឲ្យខ្លាចបំផុតនាពេលបច្ចុប្បន្នលេខ5ក្រុមស្ទាវវាលខ្សាច់ស៊េរី Syrian Desert Hawks ត្រូវបានបង្កើតឡើងក្នុងសង្គ្រាមស៊ីវិលស៊េរីក្រុមស្ទាវវាលខ្សាច់បានក្លាយជាសុបិនអាក្រក់នៅក្នុងវាលខ្សាច់ពួកគេវាយប្រហារដោយប្រើរថក្រោះរ៉ុកកែតនិងភាពជាក់លាក់ឥតប្រណីដោយលបឆ្មក់វាយប្រហារសត្រូវដូចជាសត្វសាហាវកំពុងប្រមាញ់ចំណីកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវបានលាបពណ៌ដោយភ្លើងនិងឈាមពាសពេញសមរភូមិដ៏ក្តៅគគុកដែលគ្មាននរណាម្នាក់អាចបំភ្លេចបានឡើយលេខ4ក្រុមកាឌីរ៉ូវីតស៊ីបរិះរបស់លោកដាមហ្សានខាឌីរ៉ូគឺលើសពីទាហានទៅទៀតពួកគេគឺជាអ្នកអនុវត្តច្បាប់ដ៏គួរឲ្យខ្លាចទទួលបានការវឹកវើក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវឃោរឃៅក្នុងចម្ងាយគៀកពួកគេសម្រុកចូលវាយលុកគោលដៅដោយភាពសាហាវឃោរឃៅដូចជាហ្វូងចចកភក្តីភាពរបស់ពួកគេចំពោះទីក្រុងម៉ូស្គូគឺដាច់ខាតហើយការមកដល់របស់ពួកគេធ្វើឲ្យសត្រូវរត់គេចខ្លួនដោយដឹងថាការតស៊ូមានន័យថាការដាក់ទណ្ឌកម្មយ៉ាងសាហាវដោយគ្មានការលើកលែងទោសលេខ3គេដំណើរក្រុម Executive Outcome Legacy ក្រុម Executive Outcome Legacy បានផ្លាស់ប្ដូរអត្ថន័យនៃសង្គ្រាមឯកជននៅប្រទេសអង់ហ្គូឡានិងសៀរ៉ាឡេអូនពួកគេបានកំទេចកងទ័ពឧទាមក្នុងរយៈពេលប្រមាណសប្តាហ៍ដោយប្រើកម្លាំងអាវុធនិងភាពជាក់លាក់គ្មានគូប្រៀបទោះបីជាត្រូវបានរំសាយក៏ដោយក៏អ្នកបន្តវេនរបស់ពួកគេនៅតែបន្តប្រើប្រាស់វិធីសាស្ត្រដ៏សាហាវឃោរឃៅដូចគ្នាដែលធ្វើឲ្យរដ្ឋាភិបាលនានាមានការភ័យខ្លាចថាប្រសិទ្ធភាពបែបនេះនៅតែអាចទិញបានដោយប្រើលុយលេខ2ក្រុម Wagner Group Wagner បានក្លាយជាមុខមាត់នៃអំណាចទ័ពស៊ីឈ្នួលសម័យទំនើបការវាយលុកទៅមុខរបស់ពួកគេមានអារម្មណ៍ដូចជាព្យុះសង្គ្រាក្បួនរថពាដែកនិងមានដ្រូននៅលើអាកាសការសម្លាប់មនុស្សដោយសម្ងាត់នៅក្នុងស្រមោលចាប់ពីលេនដ្ឋានក្នុងប្រទេសអ៊ុយក្រែនរហូតដល់ព្រៃក្រាស់ក្នុងអាហ្វ្រិក Wagner បានបន្សល់ទុកនៅគំនរបាក់បែកនៅពីក្រោយភាពភ័យខ្លាចតែងតែតាមលងបន្លាចនៅគ្រប់ទីកន្លែងដែលស្លាកសញ្ញាពណ៌ខ្មៅរបស់ពួកគេបង្ហាញឡើងមុនពេលបង្ហាញលេខ1សូមចុច like follow ម្នាក់មួយផងលេខ1គេដំណើរក្រុម Blackwater Legacy ឈ្មោះ Blackwater នៅតែធ្វើឲ្យតំបន់សង្គ្រាមមានការភ័យរន្ធត់ធ្លាប់រងការចោទប្រកាន់ពីបទសម្លាប់រង្គាលនៅក្នុងប្រទេសអ៊ីរ៉ាក់អ្នកម៉ៅការជនជាតិអាមេរិកទាំងនេះបានបង្ហាញឲ្យពិភពលោកឃើញថាតើកងទ័ពឯកជនមួយអាចមានអំណាចខ្លាំងប៉ុណ្ណាដោយមានឧទ្ធម្ភាគចក្រអាវុធធុនធ្ងន់និងការឈានទៅដល់កម្រិតសកលអ្នកបន្តវេនរបស់ពួកគេនៅតែជាកងកម្លាំងទ័ពស៊ីឈ្នួលដែលគួរឲ្យខ្លាចបំផុតនាពេលបច្ចុប្បន្ន